វាប្រះចាស់ពីគុណធម៌របស់ព្រះគឺដែរណែថ្វាយគុំក៏ថ្វាយទៅមិនថ្វាយគុំក៏ហីទៅវាមិនមែនលុះត្រាតែមនុស្សមកថ្វាយគុំខ្លួនឯងទើបអ្នកនោះមានសេរីសួស្តីនោះទេអ្វីដែលវាកើតមានចំពោះមនុស្សលោកពិតប្រាកដគឺភាពស្គាល់ខ្លួនឯងច្បាស់និងយល់អំពីសច្ចធម៌វិន័យនៃច្បាប់ធម្មជាតិដែលខ្លួនកំពុងរស់នៅឃើញទេមិនមែនកើតមានចំពោះឯណាតើតែព្រះប្រទានពរតើតែថ្វាយគុំព្រះបាត់ជើងចតិតចតងទៅបាននោះទេព្រះត្រាស់ដឹងគ្រប់អង្គដែលលោកប្រទានពរទៅដល់មនុស្សលោកទាំងឡាយលុះត្រាតែមនុស្សបរិសុទ្ធពិតប្រាកដធម្មជាតិទាំង6របស់ខ្លួនមិនទាន់បានធ្វើដំណើរក្នុងការស្វែងរកដែលចាស់អានុភាពណាមួយមិនទាន់បាននោះដែលត្រូវព្រះប្រទានពរឲ្យបុគ្គលនោះឈ្នះអស់សភាវៈរូបអាចកំបាំងទាំងឡាយដែលមកយាយីដល់បុគ្គលនោះមិនឲ្យបុគ្គលនោះជួបប្រទះនៅមហន្តរាយណាមួយក្នុងការដែលមនុស្សនោះកំពុងតែដឹកនាំខ្សែជីវិតខ្លួនឯងសង្កត់ខ្លួនឯងនោះជួបប្រទះនៅអន្តរាយអីទេនេះព្រះប្រទានពរគឺបែបនេះពីព្រោះមនុស្សហើយនឹងទេវតាហើយនឹងព្រះគឺជាគូនឹងគ្នាមនុស្សទាំងឡាយមានភារកិច្ចមកសន្សំកុសលបុណ្យខ្លួនឯងដឹកនាំជីវិតរបស់ខ្លួនឯងពីអសររស់មកអសរស្លាប់ឲ្យដល់សច្ចធម៌កំណត់នៃធម្មជាតិទៅបានលុះត្រាតែមានការប្រទានពរពីទេវតាពីព្រះពីព្រោះសច្ចធម៌នៅក្នុងឋានទាំង3បច្ចុប្បន្ននេះវាប្រឆាចពីវិន័យនៃច្បាប់ធម្មជាតិឋានកណ្ដាលវាជាឋានមួយសម្រាប់តែមនុស្សរស់នៅតែបច្ចុប្បន្នមិនមែនមានតែមនុស្សរស់នៅឯណាវាមានព្រលឹងចិត្តសឹកដែលស្លាប់មុនអាយុជាច្រើននៅលើឋានកណ្ដាលនៅក្នុងអបាយភូមិទាំង4ភពទាំង4ដែលជាភពខ្មៅងងឹតមួយនេះដែលយើងគ្រប់គ្នាមិនអាចទម្លាយសច្ចធម៌ហើយក៏មិនអាចយកភ្នែករបស់យើងទៅមើលឃើញអំពីសភាវៈរូបអាចកំបាំងទាំងអស់នោះបានឡើយឃើញទេយើងគ្មានសិលឯណាគ្រប់គ្រាន់ក្នុងការបញ្ជាភ្នែកខ្លួនឯងឲ្យខ្លាចជាភ្នែកទឹកដើម្បីមើលឃើញនៅអាចកំបាំងនោះទេនេះជារឿងសំខាន់ណាស់ហើយសង្ឃឹមថាពុកម៉ែអ៊ំពូមីងទាំងឡាយរៀនធ្វើយ៉ាងណាប្រឹងប្រែងអត់មានអ្នកណាជួយយើងបានក្រៅពីខ្លួនយើងទេរាល់ថ្ងៃខ្ញុំប្រកាសណាលោកឪនេះក៏ប្រឹងប្រែងជួយខ្លួនឯងដើរទៅណាមួយជំហានឃើញទិដ្ឋភាពឃើញទង្វើមនុស្សលោកជាច្រើនក៏កំពុងស្ថិតនៅក្នុងការពិចារណាមួយគ្រប់ទីកន្លែងតើលោកីមួយនេះវាសំលមុំឲ្យយើងឆ្អែតឆ្អន់ក្នុងការស្វែងយល់នៅរឿងអាចកំបាំងដែលមនុស្សកំពុងធ្វើដំណើររាល់ថ្ងៃទាំងថ្ងៃទេនៅពេលណាដែលកូនទាំងឡាយមិត្តពធដាស់ដល់ចំណុចដែលដូចលោកកូនទាំងឡាយនឹងចិត្តណាយលោកីមួយនេះនឹងឆ្អែតរឿងលោកីមួយនេះថាវាយ៉ាងម៉េចគ្រប់សាច់រឿងទាំងឡាយដែលមនុស្សកំពុងជួបកំពុងតែបញ្ចេញនៅទង្វើគ្រប់គ្នានេះទង្វើទាំងឡាយនឹងឆ្លុះបញ្ចាំងពីសច្ចធម៌នៃបុគ្គលម្នាក់ៗនឹងបែបណាតើត្រឹមត្រូវទៅតាមច្បាប់វិន័យធម្មជាតិដែលបង្កើតខ្លួនមកដែរទេឃើញទេតើតើដល់ចំណុចមួយនេះទើបយើងភ្ញាក់ខ្លួនថាឆ្អែតរឿងលោកីនេះគឺឆ្អែតដោយពិតប្រាកដយល់ច្បាស់អំពីរសជាតិទាំងឡាយហើយកាលណាឆ្អែតរឿងលោកីហើយយើងយល់ច្បាស់អំពីតើការដឹកនាំខ្សែជីវិតយើងនេះបែបណាហើយកាលណាយើងអត់ទាន់ដើរដល់នោះទេយើងនៅមានចិត្តមួយត្រេកត្រអាលនឹងសម្បត្តិទាំងឡាយដែលជារបស់អនត្តាគ្រប់គ្នាជាប់ចម្ពាក់នៅចេតនាជាច្រើន
តាមសភាវៈចេតសិកដែលមាននៅក្នុងខ្លួនយើងនឹងជំរុញឲ្យយើងខ្លាចទៅជាបុគ្គលមួយមានចេតនាមិនចេះអស់មិនចេះហើយឃើញទេបាទដែរអូនឡាវីនលោកឪកូនពេលនេះលែងបួងសួងឬសុំអ្វីអំពីសភាវៈមិនល្អទៀតហើយរកស៊ីបានយកប៉ុណ្ណឹងហើយក៏មិនបានខឹងពួកគេដែរកូននឹងធ្វើពិធីរំដោះដោះលែងព្រលឹងពួកគេទៅទិសឧត្តរដែលជាទិសទ្វារទឹកនឹងហើយកូនសុខចម្រើនកូនដែលបានយល់ច្បាស់អំពីរឿងទាំងឡាយមិត្តពធអំពូមីងលោកយាយលោកតាពុកម៉ែមិនថានៅទីចិត្តទីឆ្ងាយក្នុងស្រុកក្រៅស្រុកក៏ដោយអ្វីដែលយើងត្រូវធ្វើគឺការបញ្ជូនកសលទៅដល់ព្រលឹងទាំងឡាយដែលស្លាប់មុនសច្ចធម៌កំណត់ជាច្រើនព្រលឹងនឹងហើយដែលយើងត្រូវនាំគ្នាធ្វើវាជាភារកិច្ចមួយហើយក៏វាជាកិច្ចចុងក្រោយក្នុងការសងគុណទៅដល់ដូនតារបស់ខ្លួនរបៀបនៃការសងគុណលើកចុងក្រោយរបស់មនុស្សគ្រប់គ្នាគឺសងគុណនៅពេលដែលឪពុកម្ដាយខ្លួនបានចែកឋានទៅនឹងឯងដែលតម្រូវឲ្យយើងត្រូវសងគុណលោកជាលើកចុងក្រោយហ្នឹងពីព្រោះគ្រប់ព្រលឹងទាំងឡាយដែលស្លាប់ទៅនៅក្នុងភពខ្មៅជានិច្ចគ្មានពន្លឺគ្មានផ្លូវណាដែលត្រូវរកឃើញទេនៅពលតែតោនឹងឯងគ្រប់ព្រលឹងដែលស្លាប់មុនអាយុគឺសុទ្ធតែជាព្រលឹងដែលស្ថិតនៅក្នុងភពខ្មៅងងឹតដើម្បីឲ្យព្រលឹងភពខ្មៅទាំងឡាយមានពន្លឺច្បាស់លាស់ពឹងផ្អែកទៅលើសាច់ញាតិរបស់ខ្លួនជាមនុស្សដែលកំពុងរស់នៅនឹងគ្រប់គ្នាយើងត្រូវធ្វើពិធីសងគុណលោកជាលើកចុងក្រោយនឹងឯងដេញព្រលឹងខ្មៅទាំងឡាយដើម្បីដោះលែងព្រលឹងដែលស្ថិតនៅក្នុងភពខ្មៅនឹងឲ្យលោកមានពន្លឺច្បាស់លាស់ក្នុងការមានឱកាសទៅចាប់បដិសន្ធិជាមនុស្សនេះគឺជាការសងគុណលើកចុងក្រោយណាហើយគ្រប់សាច់ញាតិដែលបានស្លាប់ទៅឪពុកម្ដាយក្ដីគេថាបួសមុខភ្លើងត្រូវយល់ឲ្យច្បាស់ពីអត្ថន័យនៃពាក្យបួសមុខភ្លើងឲ្យច្បាស់បួសមុខភ្លើងនោះឯងគឺជាការសងគុណលើកចុងក្រោយរបស់ឪពុកម្ដាយខ្លួនបួសមុខភ្លើងខ្លាយជាអ្នកបួសនោះបានថាអ្នកបួសនោះពោពេញទៅដោយភាពបរិសុទ្ធមិនប្រាថ្នាអីទាំងអស់ក្នុងពេលដែលបួសនោះហើយយល់ច្បាស់ពីទិសតំបន់ក្នុងការឧទ្ទិសឲ្យភពខ្មៅមួយដែលខ្លាយទៅជាព្រលឹងណាបានយល់ច្បាស់ពីផ្លូវពិតប្រាកដក្នុងការធ្វើដំណើរទៅដោយសុខសាន្តទើបគេបួសមុខភ្លើងមានតួនាទីបួសទាំងប្រុសទាំងស្រីដែលមានកាតព្វកិច្ចសងគុណដូនតារបស់ខ្លួនដែលបានចែកឋានទៅនេះតែយើងតែងតែមានភាពហួងហែងប្រកាន់ស្រីធ្វើមិនបានប្រុសបានធ្វើបានប្រុសបានមានសិទ្ធិកាន់កាប់ព្រះប៉ះពាល់ព្រះស្រីប៉ះពាល់មិនបានអាម៉េចស្រីនឹងមិនមែនមនុស្សព្រះគ្រប់អង្គដែលត្រាស់ដឹងនឹងជួយតែប្រុសទេមនុស្សស្រីមានបញ្ហាអត់ទៅជួយទេអីមែនទេត្រូវយល់ឲ្យច្បាស់កុំមានភាពលំអៀងហើយហួងហែងបែបនេះណាបើទោះជាមនុស្សស្រីមិនល្អហើយមនុស្សណាពីព្រោះដើម្បីខ្លាចជាតួអង្គព្រះទោះបីជាមានសភាពអាក្រក់យ៉ាងណាក៏ដោយទោះបីជាមានទេវតាប្រអិនរូបស្រីអាក្រាតនៅចំពោះមុខរបស់ព្រះហ្នឹងក៏គ្មានបញ្ហាអ្នកឯងធ្វើអីធ្វើទៅពួកយើងបានបញ្ចប់កិលេសទាំងឡាយខ្លាចទៅជាព្រះក៏ហើយមិនក៏មិនយល់ពីសច្ចធម៌ទាំងឡាយនេះអញ្ចឹងកុំឲ្យនៅមានគំនិតថាមនុស្សស្រីគោរពព្រះបានយកព្រះមកពាក់ដាក់នឹងខ្លួនសុំសេរីសួស្តីសេចក្តីសុខបានរឿងអីដែលមិនបានក្នុងលោកនេះ
តភាវៈធម្មជាតិកើតមកគឺមានប្រុសមានស្រីជាច្បាប់ធម្មជាតិព្រះអាទិទេពក៏មានមហេសីព្រះសម្មាសម្ពុទ្ធព្រះដតីក៏មានមហេសីមានបុត្រត្រូវយល់ពីច្បាប់ផ្លូវលោកអ្វីវាស្ថិតនៅលើសភាវៈធម្មជាតិដួងចិត្តទាំងនឹងអារម្មណ៍ទាំង6នៅក្នុងធម្មជាតិនោះរបស់ខ្លួនទេបរិសុទ្ធមិនបរិសុទ្ធវាស្ថិតនៅលើខ្លួនឯងហើយវត្តដាច់រហូតកូនទាំងឡាយដែលលោកឪពងឡាយទេមកលោកឪចុចបាត់ភាសាមានន័យថាលោកឪរវល់ហើយកុំទេមកទៀតអញ្ចឹងត្រូវយល់អំពីកតាបកិច្ចអំពីសច្ចធម៌របស់ព្រះដែលត្រាស់ដឹងមិនថាមានរូបស្រីអាក្រាតកាយមកនៅពីមុខព្រះដែលត្រាស់ដឹងក៏ព្រះគ្មានអីគួរឲ្យអស្ចារ្យណាមនុស្សកើតមកគេយល់ច្បាស់អំពីដំណើរច្បាប់នៃធម្មជាតិទាំងអស់នេះហើយតាអញ្ចឹងកុំឲ្យមានការប្រមាថអីតទៅទៀតអត់មានព្រះណាទៅប្រមាថមនុស្សស្រីទេព្រះត្រាស់ដឹងគ្រប់អង្គប្រសូតចេញពីទ្វារមាសរបស់មនុស្សស្រីគ្រប់គ្នាត្រូវយល់ឲ្យច្បាស់មិនព្រះត្រាស់ដឹងឲ្យទៅប្រមាថមនុស្សស្រីប្រមាថអីបំណោថ្វាយគុំបាបកម្មនរកប្រែស្អីគ្មានទេគ្មានព្រះណាទៅធ្វើរឿងចង់ទេមនុស្សដែលមិនដឹងគឺគ្មានមនុស្សដែលធ្វើខុសគ្រប់យ៉ាងគឺសុទ្ធតែជាមនុស្សដែលត្រូវអំណាចចិត្តសឹកជំរុញឲ្យធ្វើអញ្ចឹងព្រះគ្រប់អង្គដែលគេមានយានទឹកសោតាទឹកគេគ្រាន់តែសម្លឹងមើលឃើញទង្វើមនុស្សណាមួយដែលកំពុងធ្វើខុសគេដឹងថានោះមិនមែនជាមនុស្សពិតប្រាកដទេវាសុទ្ធតែជាមនុស្សដែលត្រូវអំណាចចិត្តសឹកទាំងឡាយគ្រប់គ្រងក្នុងធម្មជាតិរបស់បុគ្គលនោះវាសុទ្ធតែមាននិវរណៈទាំង5គឺដែលជាគ្រឿងរារាំងជំរុញឲ្យបុគ្គលធ្វើនៅរឿងអាក្រក់ឃើញទេមិនមែនដោយរឿងនិទានខ្លះគ្រាន់តែបុគ្គលម្នាក់គ្រាន់តែអីម្នាក់ពាក់ស្បែកជើងចូលទៅកន្លែងព្រះមិនបានដោះក៏ទទួលបាបកម្មមិនដាសាដែរនោះវាមិនអាចព្រះឯណាទៅខូខើដែរនោះទោះបីណាឯងធ្វើអីក៏ព្រះមិនប្រកាន់នេះជាសច្ចធម៌របស់ព្រះនេះគ្រប់អង្គដែលត្រាស់ដឹងហើយយើងមិនយល់មិនចេះតែតាមខ្សែនិទានរឿងអីចឹងទៅខ្សែនិទានរឿងខ្លះវាគ្រាន់តែជាអត្តន័យមួយចង់ឲ្យយល់ឲ្យមនុស្សទាំងឡាយយល់ខុសត្រូវល្អអាក្រក់បាបបន់ឲ្យស្គាល់ច្បាស់ពីបាបបន់ប៉ុន្តែអ្នកដឹកនាំរឿងទាំងឡាយមិនយល់អំពីបាបនឹងទៅធ្វើមិនក៏លើកយកអានឹងទៅអ្នកឯងពាក់បែកជើងចូលវត្តបាបមិនដឹងថាបាបនឹងកើតមានចំពោះមនុស្សលោកចំពោះទង្វើកន្លែងណាដែលគេគិតថាមនុស្សអាចនឹងទទួលបាបបាននោះអ្នកចងក្រងទាំងឡាយមិនយល់ពីសច្ចធម៌ហ្នឹងក៏លើកយកអារឿងអស់ហ្នឹងពាក់បែកជើងចូលវត្តក៏បាបមិនមកថ្វាយបង្គំព្រះបាបឃើញខុសទេសង្ឃឹមថាកូនក៏អស់ពិចារណាមិត្តពធអំពូមីហើយសូមមើលសំណួរទៅក្រែងលោកមានសំណួរណាផ្សេងទៀតហើយកូនទាំងឡាយណាមិត្តពធអំពូមីណាដែលមានចម្ងល់មានសំណួរអីចង់សួរក៏សើមកចោះនៅគ្រប់សំណួរទាំងឡាយណាដែលលោកឪអាចបកស្រាយចែករំលែកជូនទៅបានលោកឪនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពតែបើសំណួរណាដែលហួសពីសមត្ថភាពនៃការយល់ដឹងលោកឪក៏សូមខន្តីអភ័យទោសទៅវិញពីព្រោះលោកឪមិនមែនចេះដឹងគ្រប់តបការនោះទេយើងម្នាក់មានកម្រិតនៃការយល់ដឹងផ្សេងពីគ្នាមានចំណុចពិសេសរៀងខ្លួនក្នុងការដែលយើងយកចំណេះដែលខ្លួនចេះនេះមកចែករំលែកដល់គ្នាណា
Ó thọ mà chết gì vật lúc ấy à phao thiệt ở vậy đó thiệt tất rồi à phao thiệt cứ thiệt tất để cho thiệt lương về vô thiệt cha bạn thọ vậy thiệt cứ thiệt đầy và đây cho na ca thiệt ca mà lúc chẳng lái lúc tra ta sầm rách được thiệt rồi bạc luôn lúc sạch lúc traแต่ai pra thọ mà chết pran để tục đòi thọ mà để tục đòi thiệtอย่างbuồn nữa được không luôn năngពីព្រោះធម្មជាតិប្រាណនេះមានសារៈសំខាន់ណាស់ហើយទីតាំងនៃការឈរនៃធម្មជាតិប្រាណរបស់មនុស្សគឺចំលើផ្ចិតរបស់ខ្លួននោះហើយផ្ចិតនឹងឯងគឺជាទីតាំងឈរគង់គឺធម្មជាតិប្រាណនឹងហើយឈរគង់កន្លែងផ្ចិតរបស់មនុស្សមនុស្សគ្រប់គ្នាផ្ដល់កំណើតកើតមានរូបមានរាងដៃជាមនុស្សទៅកើតហ្នឹងគឺចេញពីផ្ចិតហ្នឹងឃើញទីរូបទេទីរូបគ្រប់អង្គគឺមាត់មាននឹងផ្ចិតហ្នឹងកន្លែងធម្មជាតិប្រាណហ្នឹងឯងបង្កើតជារូបឲ្យមានដៃមានជើងមានធាតុទាំង4មានខ្យល់ដកដង្ហើមក្នុងខ្លួនហ្នឹងឲ្យយល់ច្បាស់អំពីធម្មជាតិប្រាណឈរនៅទីណានេះជាសច្ចធម៌ពិតឥឡូវពិចារណាទៅលោកសំដែងនឹងខុសពីសច្ចធម៌ទេបើធម្មជាតិប្រាណមិនឈរកន្លែងផ្ចិតឈរតាណាធម្មជាតិប្រាណនឹងឯងគឺជាធម្មជាតិមួយផ្គុំឡើងឲ្យកាយទាំងមូលមានយើងអាចធ្វើចលនាបានអានឹងវាចឹងណាកូនទាំងឡាយហើយលោកសំដែងនឹងគឺសុទ្ធតែជាសច្ចធម៌ហ្នឹងហើយមានអីខុសពីហ្នឹងមានខុសពីហ្នឹងទេពិចារណាមើលទៅចឹងបានលោកថាឲ្យស្គាល់ខ្លួនឯងច្បាស់ស្គាល់ពីធម្មជាតិក្នុងខ្លួនឲ្យច្បាស់តើនៅក្នុងសម្បកកាយធម្មជាតិរបស់ខ្លួនដែលប្រៀបដូចជាផ្ទះមួយនេះដែលមានសមាជិក6នាក់នៅក្នុងផ្ទះហ្នឹងឃើញទេយើងស្គាល់អស់ហើយនៅសមាជិករបស់ខ្លួនណាហើយសមាជិកមួយមានភារកិច្ចធ្វើអីខ្លះដើម្បីឲ្យសមាជិកទាំង6ក្នុងសម្បកកាយរបស់ខ្លួនក្នុងផ្ទះមួយដែលកំពុងជ្រកនៅនេះឡាយទៅជាសមាជិកដែលមានភាពមួយដ៏ប្រសើរឡើងក្នុងការថែរក្សាផ្ទះខ្លួនឯងឲ្យដល់ឲ្យល្អគង់វង្សកុំឲ្យពុកផុយមុនស្ថិតដំណើរធម្មជាតិទៅបានយើងត្រូវធ្វើម៉េចស្គាល់អីខ្លះមិនបដិបដោយខ្លួនមិនមែនខ្លួនចិត្តមិនមែនចិត្តដៃមិនមែនដៃមនុស្សមិនមែនមនុស្សសត្វមិនមែនសត្វទៀតទេមិនចឹងមកអត់យល់អីសោះមកតោមិនមែនថាប្រមាថទេកូនវឌ្ឍនៈណាលោកឪលោកជាអ្នកមានគុណទី2បន្តពីឪពុកអសាធុបងសុខចម្រើននឹងសង្ឃឹមតកូនទាំងអស់គ្នាយកការចែករំលែករបស់លោកឪនេះទៅទម្លាយសច្ចធម៌គ្រប់គ្នាទៅចោះមុននឹងចាប់ផ្ដើមនាំគ្នាដាក់ជំនឿជឿនៅពាក្យសម្ដីលោកឪដែលបានចែករំលែកពីព្រោះគ្រប់អ្វីដែលលោកឪបានចែករំលែកនេះវាគ្រាន់តែជាគុណធម៌មួយមិនចង់ឲ្យកូនទាំងឡាយមិត្តពធអ៊ំពូមីងដែលមានឧបនិស្ស័យជំនឿទៅលើបុណ្យបាបមានជំនឿទៅលើព្រះមានសទ្ធាជ្រះថ្លាចំពោះព្រះនាំគ្នាធ្វើដំណើរខុសផ្លូវរបស់ព្រះនោះទេគឺចង់ឲ្យដើរបានត្រូវដូចគ្នាដើម្បីដឹកនាំជីវិតរបស់ខ្លួនឲ្យឆ្លងផុតពីអនិច្ចំនិងពាក្យអនត្តានៅពេលណាដែលយើងស្គាល់ច្បាស់អំពីពាក្យអនត្តានិងពាក្យអនិច្ចំនេះហើយទុក្ខំនិងភាពសោកស្ដាយទាំងពួងដែលកើតមាននៅក្នុងโลกទាំងមូលនេះនឹងត្រូវបានបញ្ចប់យើងនឹងត្រូវបានទទួលពាក្យមួយដែលហៅថានិរភ័យនៅក្នុងខ្លួនគ្រប់ពេលឃើញទេចឹងសង្ឃឹមថាពុកម៉ែទាំងអស់អ៊ំពូមីងលោកយាយលោកតាពិចារណាទាំងអស់គ្នាទៅចោះ
កន្លែងណាដែលប្រឆាំងពីសច្ចធម៌សូមបំភ្លេចចោលយកតែចំណុចណាដែលល្អប្រពៃដែលបានមកពីការចែករំលែកនេះទៅប្រតិបត្តិរៀងខ្លួនទៅ